4,640 ជាងដុល្លារក្នុងមួយដំឡឹងឬ $3,859 ដុល្លារនៅក្នុងមួយអោនគឺជាតម្លៃហាងឆេងមាសនៅពេលបច្ចុប្បន្ននេះនៅព្រឹកថ្ងៃទី30 ខែ 9 ឆ្នាំ 2025 បាទតម្លៃមាសកំពុងតែកើនឡើងជាខ្លាំងដោយសារតែព័ត៌មានដែលតាក់ទងទៅនឹង government shutdown របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីព្រឹកមិញពាក្យអាចារ្យម្រាមដែលតាក់ទងទៅនឹងការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកកាន់តែពុះកញ្ជ្រោលឡើងដោយសារតែសមាជិកសភាដែលមកពីបកប្រជាធិបតេយ្យបានបដិសេធចោលទៅលើសំណើការលើកពីដែនបំណុលរបស់លោកដូណាល់ត្រាំអញ្ចឹងហើយបើសិនជាការចរចានេះមិនបានសម្រេចទេការបិទរដ្ឋាភិបាលនៅផ្នែកណាមួយរបស់សហរដ្ឋអាមេរិកនឹងកើតឡើងនៅក្នុងថ្ងៃស្អែកឬពាក់កណ្ដាលយប់នៅក្នុងសហរដ្ឋអាមេរិកអញ្ចឹងតម្លៃមាសកើនឡើងខ្លាំងបែបនេះសម្រាប់បងប្អូនដែលធ្វើការជួញដូរយើងពិបាករកតំបន់តម្លៃក្នុងការជួញដូរមែនតើប៉ុន្តែសម្រាប់ខ្ញុំតំបន់តម្លៃដែលខ្ញុំរងចាំធ្វើការទិញឡើងហ្នឹងគឺស្ថិតនៅក្នុងតំបន់$3,835 ទៅ$3,820 ដុល្លារនៅក្នុងមួយអោនដោយសារអីដោយសារតំបន់នេះគឺជាតំបន់ retracement បូកជាមួយនឹង extension របស់ correction ពីមុនហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលធ្វើការជួញដូរខ្ញុំ recommend តំបន់ set up buy មួយហ្នឹងប៉ុន្តែបើសម្រាប់ set up sell ខ្ញុំអត់មានតំបន់សម្រាប់ចូលធ្វើការ sell ទេអញ្ចឹងបងប្អូនដែលធ្វើការជួញដូរបើសិនជាមានចម្ងល់ឬមួយក៏ចង់តាក់ទងចូលក្នុង group VIP អាចធ្វើការតាក់ទងទៅតាម contact ក៏ដូចជា QR ដែលខ្ញុំបានដាក់នៅក្នុងវីដេអូនេះអរគុណ